បន្ទាប់ពី10ឆ្នាំទើបខ្ញុំបានចូលក្នុងព្រះបរមរាជវាំងជាលើកទី2ហើយលើកនេះខ្ញុំនឹងទៅព្រះបរមរាជវាំងដោយប្រើមធ្យោបាយតាមឡានក្រុងនៃសាកលវិទ្យាល័យ Belty អន្តរជាតិនៅពេលនេះយើងចាប់ផ្ដើមធ្វើដំណើរមកកាន់សាកលវិទ្យាល័យ Belty អន្តរជាតិសម្រាប់ខ្ញុំវិញឲ្យទៅពេលត្រូវទៅណាគឺញ៉ាំអីអត់ចូលទេដាក់តែកាហ្វេមួយកែវមកដបមកកំប៉ុងអីចឹងទៅបានមានកម្លាំងនៅពេលនេះខ្ញុំបានមកដល់ចំណតឡានហើយខាងសាកលគេតម្រូវឲ្យជុំគ្នាម៉ោង8គត់តែខ្ញុំទៅដល់ម៉ោង6មានណាអង្គុយចាំគេបដ ாய் hours later នៅពេលនេះដល់ពេលដែលយើងត្រូវតម្រង់ជួរឡើងឡានក្រុងហើយក៏ដល់ពេលថតរូបស្អាតផងដែរ ពេលជីឡានក្រុងពេលជីអីទៅតាមខេត្តតែគេជាយើងចូលអារម្មណ៍យើងទៅចូលអារម្មណ៍ដាក់អាបតភ្លេងយកដៃនៅពេលនេះយើងកំពុងតែនៅតាមផ្លូវជិះទៅកាន់ព្រះបរមរាជវាំងដោយយើងត្រូវជិះកាត់វិមានឯករាជ្យដែលទេសភាពនៅវិមានឯករាជ្យនៅពេលព្រឹកគឺស្អាតមែនទែនមើលតាមទូរស័ព្ទស្អាតប៉ុណ្ណឹងទម្រាំមកក្រៅទៀតគឺស្អាតជាងនឹងទៀតនៅពេលនេះបងប្អូនទាំងអស់គ្នាយើងបានមកដល់ច្រកចូលនៃព្រះបរមរាជវាំងហើយគ្រាន់តែមកដល់ខាងក្រៅស្អាតប៉ុណ្ណឹងចុះទម្រាំចូលដល់ខាងក្នុងទៀតមិនដឹងថាស្អាតយ៉ាងណាទេព្រះបរមរាជវាំងកម្ពុជាចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ 1866 ហើយក៏ត្រូវបានបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 1870 មកដល់ពេលនេះមានអាយុកាល 154 ឆ្នាំយើងមកដល់ហើយខ្ញុំវិជ្ជវាំងខ្ញុំចង់និយាយថាក្នុងវីដេអូនេះគឺខ្ញុំបានថតអីច្រើនទេដោយសារវាបាត់ file អូចប់អត់ចាប់អត់ហើយនៅពេលនេះពួកយើងចាប់ផ្ដើមដើរចូលក្នុងព្រះបរមរាជវាំងហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់បានថតអីច្រើនទេខ្ញុំចង់ឲ្យបងប្អូនមកមើលផ្ទាល់ដោយខ្លួនឯងដោយសារនៅក្នុងព្រះបរមរាជវាំងគឺមានរបស់ដ៏អស្ចារ្យហើយនិងមានតម្លៃបំផុតជាច្រើននៅក្នុងនឹងដូច្នេះហើយខ្ញុំចង់ឲ្យបងប្អូនមកមើលផ្ទាល់ហើយណាមួយទៀតកន្លែងដែលគេរក្សាតម្កល់របស់បុរាណនោះគឺសិតតែគេហាមអត់ឲ្យថតដោយសាររបស់បុរាណនោះគឺសិតតែជារបស់ដែលមានតម្លៃតែភាគច្រើនធ្វើមកពីមាសត្បូងមរកតហើយនិងស្ពាន់តែម្ដងហើយជាពិសេសនោះគឺមានគំនូររាមកេរ្តិ៍ដែលមានប្រវែងរហូតដល់ 642 ម៉ែត្រហើយនឹងមានរូបសំណាកធ្វើមកពីមាសសុទ្ធដែលតំណាងឲ្យព្រះមហាក្សត្ររបស់ប្រទេសយើងហើយអ្វីដែលពិសេសព្រះបរមអធិរបស់ព្រះអង្គព្រះបាទនរោត្តមសីហនុក៏គាត់នៅតម្កល់នៅទីនេះផងដែរក្នុងនាមយើងជាប្រជាជនខ្មែរគួរណាទស្សនាព្រះបរមរាជវាំងយ៉ាងហោចណាស់ឲ្យបានម្ដងផងដែរក្នុងមួយជីវិតខ្ញុំធ្លាប់មកព្រះបរមរាជវាំងម្ដងកាលខ្ញុំនៅតូចកាលពី10ឆ្នាំមុនឥឡូវខ្ញុំបានមកដល់ទៀតដោយលើកនេះខ្ញុំមកបែបជាទស្សនកិច្ចសិក្សាដែលគេហៅ field trip អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូYeah, boy. Yeah, boy. អូកប់សេរីបាអូយណាញ់ណាស់អូយជំរាបសួរហើយសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទហុកសៀននៅក្នុងវីដេអូនេះដែរយើងនឹងធ្វើ challenge ជិះម៉ូតូពីភ្នំពេញទៅខេត្តកំពតលើកនេះខ្ញុំមិនមែនទៅម្នាក់ឯងទេគឺខ្ញុំទៅជាមួយមិត្តភ័ក្តិខ្ញុំ2នាក់ទៀត challenge របស់យើងថ្ងៃនេះយើងត្រូវទៅលេងខេត្តកំពតដើរលេងឲ្យបាន3កន្លែងធំបាទហើយប្រើរយៈពេលតែ24ម៉ោងតែប៉ុណ្ណោះមុនដំបូងខ្ញុំចាប់ផ្ដើមនាំគ្នាខ្ញុំមកទិញអីវ៉ាន់អញ្ចឹងទៅទុកបោះតង់ពេលយប់ផងយើងដឹងហើយតែបោះ24ម៉ោងត្រូវតែគេងហើយបើអត់គេងមិនកើតយើងទៅបោះតង់ជិះម៉ូតូបានសប្បាយបងប្អូនប្រូនេះមានឡានតែអត់យកឡានជិះទៅគេថាជិះម៉ូតូបានសប្បាយជាងណាបានប៉ះខ្យល់ធម្មជាតិមានបានប៉ះខ្យល់ធម្មជាតិអីបងប្អូនចេញទៅក្តៅហែងនឹងចង់និយាយទៅក្តៅមែនតើហ្មងដល់ពេលថ្ងៃខ្ញុំចេញទៅហ្នឹងដឹងកើតអីអូចប់អត់ចាប់អត់ហើយនិយាយរួមគ្រាន់តែទៅវិញទៅមកហ្នឹងថ្លៃសាំងគឺកប់សេរីតែម្ដងបាទកប់ខ្លាំងមែនទែនបន្ទាប់មកយើងក៏នាំគ្នាមកញ៉ាំបាយពេលព្រឹកឃើញបាយខ្ញុំសិតតែម្ទេសហ្នឹងនិយាយទៅរឿងម្ទេសខ្ញុំលេខ1រឿងម្ទេសបងបាយយើងនៅចាំអីទៀតដាក់យកទៅព្រោះអីត្រូវទៅឆ្ងាយទៀតចឹងឥឡូវយើងចាប់ផ្ដើមចេញទៅណាអត់ដឹងទេតាមជាមួយប្រូនេះអាពេលហ្នឹងអត់ដឹងថាទៅណាផងបងប្អូនដោយសារខេត្តកំពតខ្ញុំអត់សូវបានដើរលេងច្រើនអញ្ចឹងណាមិត្តភ័ក្តិខ្ញុំវាបានដើរលេងច្រើនជាងខ្ញុំដូច្នេះហើយខ្ញុំក៏ឲ្យមិត្តភ័ក្តិខ្ញុំនាំផ្លូវហ្មងទៅឲ្យទៅកន្លែងណាស្អាតឲ្យបាន3កន្លែងអញ្ចឹងទៅឥឡូវ
អ្នករាល់គ្នាខ្ញុំបានមកដល់ខេត្តកំពតហើយបងប្អូនទីមើលខ្ញុំមកដល់ខេត្តកំពតហ្នឹងខ្ញុំត្រូវដើរលេងនៅកន្លែងណាមុនដំបូងគេMonkey មកកណ្ដាលថ្ងៃក្តៅឲ្យបងប្អូននិយាយពីថាមុខដល់កន្លែងទី1យើងបានមកដល់ហើយគឺនៅកន្លែងសេះសមុទ្រនៅខេត្តកំពតឥឡូវយើងចាប់ផ្ដើមទៅកន្លែងទី2ទៀតកន្លែងទី2ដែលខ្ញុំត្រូវមកនេះគេហៅថាទឹកធ្លាក់អោម៉ាល់តំបន់ដែលយើងត្រូវទៅមើលកន្លែងទឹកធ្លាក់ហ្នឹងគឺយើងត្រូវជិះតាមចលងភ្នំបើនិយាយពីទេសភាពគឺស្អាតមែនតែនព្រៃព្រឹក្សាខៀវស្ងាត់ហ្មងបងប្អូនវាមានឧបសគ្គធំមួយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំទៅលេងភ្នំអោម៉ាល់ម្ដងគឺផ្លូវជិះទៅហ្នឹងហើយបងប្អូនអើយនិយាយពីថាជិះទៅម្ដងយូរហើយនិយាយពីផ្លូវវិញដូចផ្លូវឡើងឋានសួគ៌អញ្ចឹងបងប្អូនបានឃើញហើយយើងជិះតាមចលងភ្នំអញ្ចឹងតែយើងជិះខុសផ្លូវទៅបន្តិចគឺដេកព្រៃឯងបងប្អូនហើយមួយវិញទៀតពីផ្លូវចូលទៅដល់ខាងក្នុងកន្លែងមើលទឹកជ្រោះហ្នឹងគឺវាឆ្ងាយគួរសមដែរបងប្អូនហើយពេលជិះទៅហ្នឹងគឺត្រូវជួបឧបសគ្គច្រើនមែនតើយើងត្រូវជិះកាត់ឆ្លងស្ពានអារម្មណ៍របស់ខ្ញុំផ្ទាល់ជិះកាត់ស្ពានហ្នឹងខ្ញុំខ្លាចតែវាធ្លាក់ប៉ុន្តែនិយាយមែនតើទៅគឺវាមាំមែនតើបងប្អូនជិះទៅអត់អីទេឥឡូវយើងបានមកដល់កន្លែងហើយបងប្អូនកន្លែងគឺយើងត្រូវទៅមុខឆ្ងាយទៀតហើយបើនិយាយតាមត្រង់ទៅខ្ញុំមកលើកទី1អត់ដឹងដែរបងប្អូននៅខាងមុខទៀតមានទឹកធ្លាក់គឺស្អាតមែនតើបងប្អូនដូចបានឃើញអញ្ចឹងតែខ្ញុំអត់បានទៅដល់ប៉ុន្តែខ្ញុំបានមកដល់ត្រឹមនេះក៏អស្ចារ្យដែរហើយណាមួយយើងត្រូវទៅកន្លែងទី3ដើម្បីបោះតង់ដេកនៅកន្លែងទី3មួយយប់សម្រាប់បងប្អូនដែលចង់មកលេងទឹកជ្រោះអោម៉ាល់បងប្អូនអាចមកលេងខែវស្សាបាននៅពេលដែលមានភ្លៀងធ្លាក់មានទឹកជ្រោះបោះតង់នៅលើភ្នំគឺអែមកោបខ្ញុំទៅមកឃើញដើមត្រេនបាទអានេះគេដាំត្រេនគេដាំអញ្ចឹងណាហើយដើមត្រេនច្រើនមែនតើបងប្អូនហើយខ្យល់ត្រជាក់ណាសឹកដើមត្រេនជ្រោះអោម៉ាល់នៅខាងនេះជ្រោះអោម៉ាល់មកជួរខាងហ្នឹងបងប្អូនហើយនេះដើមត្រេននៅពេលនេះពួកយើងទាំងអស់គ្នាចាប់ផ្ដើមចេញដំណើរទៅកាន់កន្លែងទី3ហើយដែលកន្លែងហ្នឹងគឺល្បីមែនតើបងប្អូនអត់ប្រាប់ទេទុកឲ្យឆ្ងល់ឲ្យចាំមើលវីដេអូហ្នឹងទៅតិចទៀតដឹងថាខ្ញុំទៅណាហើយមុននឹងយើងត្រូវទៅកន្លែងទី3យើងត្រូវមកផ្សារដើម្បីទិញរបស់របរយកទៅសិនហើយរបស់របរយើងមានអីបងប្អូនរបស់ញ៉ាំហ្នឹងឯងព្រោះអីយើងត្រូវទៅបោះតង់ដេកនៅកន្លែងទី3ផងបងប្អូនអញ្ចឹងហើយយើងត្រូវទិញរបស់ញ៉ាំយកទៅយើងទិញសាច់ជ្រូកសាច់គោអញ្ចឹងទៅហើយលាយជាមួយប្រហិតហើយនឹងបន្លែដើម្បីយកទៅលាយឡំគ្នាឆាចូលគ្នាអញ្ចឹងហើយយើងក៏បានមក 7-Eleven ដើម្បីទិញមីហើយនឹងទឹកអីយកផឹកតាមផ្លូវអញ្ចឹងទៅយើងទិញមីទុកញ៉ាំស្អែកពេលព្រឹកហើយបើសាច់គោប្រហិតអីហ្នឹងយើងទុកញ៉ាំពេលល្ងាចហ្នឹងតែម្ដងទិញទឹកកកផងទុកខ្លះសេអីញ៉ាំពេលយប់ឥឡូវអ្នកទាំងអស់គ្នាខ្ញុំបានមកដល់ផ្លូវចូលកន្លែងទី3ហើយបងប្អូនខ្លះក៏គាត់ដឹងបងប្អូនខ្លះក៏គាត់អត់ទាន់បានដឹងថាផ្លូវនេះគឺយើងទៅផ្លូវណាមែនអត់នេះគឺជាផ្លូវយើងជិះឡើងទៅលើភ្នំបូកូដូច្នេះហើយខ្ញុំបានមកដល់បូកូហើយបងប្អូនខ្ញុំមកបោះតង់នៅលើភ្នំបូកូតែម្ដងហើយការធ្វើដំណើរឡើងភ្នំបូកូនេះផងដែរនៅពេលដែលយើងនៅក្រោមភ្នំបងប្អូនអាកាសធាតុគឺធម្មតាទេតែនៅពេលដែលយើងឡើងដល់លើភ្នំគឺត្រជាក់រួញហ្មងត្រជាក់ស្រួលមែនទេនៅពេលនេះយើងបានធ្វើដំណើរមកដល់រូបសំណាកលោកយាយម៉ៅដើម្បីមកអុជធូបបួងសួងសុំសេចក្តីសុខសូមឲ្យការធ្វើដំណើររបស់ពួកខ្ញុំទទួលបាននូវសេចក្តីសុខសុវត្ថិភាពនៅពេលដែលយើងទាំងអស់គ្នាបានមកលើដល់ភ្នំបូកូនេះយើងអាចមើលឃើញទេសភាពក្រុងកំពតហើយនិងក្រុងកែបបានឃើញយ៉ាងច្បាស់រួមផ្សំជាមួយទេសភាពដ៏ខៀវស្រងាត់ដ៏ស្រស់ស្អាតនៅពេលនេះយើងចាប់ផ្ដើមធ្វើដំណើរតទៅកន្លែងបោះតង់របស់យើងហើយបងប្អូនទាំងអស់គ្នានេះគឺជាផ្លូវចូលហើយកន្លែងដែលខ្ញុំត្រូវបោះតង់បងប្អូនគឺនៅទំនប់ទឹកបូកូនៅទំនប់ទឹកបូកូនេះគឺស្អាតមែនតែនបងប្អូនទេសភាពនៅពេលថ្ងៃលិចខ្ញុំហើយនឹងគ្នាខ្ញុំបានមកដល់ហើយដូច្នេះហើយយើងចាប់ផ្ដើមរៀបចំតង់ហើយរៀបចំតង់នឹងខុសកន្លែងទៀតបងប្អូនម្នាក់នាំគ្នារៀបចំឡើងស្វិតស្វែងប៉ុន្តែតិចទៀតរើចេញដាក់កន្លែងផ្សេងលើហើយឥឡូវយើងបានមករើដាក់កន្លែងនេះវិញដោយសារកន្លែងហ្នឹងវាមានទឹកបងប្អូនវាជាប់ទឹកអញ្ចឹងវាស្រួលណាហើយសម្រាប់ខ្ញុំវិញបោះតង់ចូលចិត្តទៅនៅកន្លែងណាម្ដុំមានទឹកបងប្អូនដោយសារកន្លែងម្ដុំមានទឹកយើងមើលទៅគឺវា fresh ស្រស់ស្រាយហ្មងណាតង់យើងបានរៀបរួចអស់ហើយខ្ញុំចាប់ផ្ដើមចូលទៅតេស្តមុនដំបូងគេបដ ாய் បាទកុំឲ្យនៅចាំយូរពេកចូលទៅដេកមុនបដ ாய் ទៅហើយមកបោះតង់កន្លែងនេះខ្ញុំមុនដំបូងគិតថាមកតែ3នាក់តែបងប្អូនមិននឹកស្មានថាមកមានបងប្អូនយើងមកច្រើនមែនទែនសុយ
តង់យើងរៀបចំរួចអស់ហើយបងប្អូននៅឡើយតែរៀបចំនៅកន្លែងញ៉ាំអីឬក៏រៀបចំបាយទឹកទុកញ៉ាំអញ្ចឹងនៅពេលដែលយើងរៀបចំបាយទឹករួចអស់ហើយយើងអង្គុយលេងចឹងទៅអង្គុយលេងនិយាយគ្នារឿងសាច់ការអញ្ចឹងឥឡូវនេះខ្ញុំសូមបងប្អូនមួយបានអត់បងប្អូនជួយចុចសញ្ញា follow នៅខាងលើបើនៅក្នុង YouTube បងប្អូនជួយចុចពាក្យ subscribe ដើម្បីទទួលបានវីដេអូថ្មីៗរបស់ខ្ញុំមុនគេជួយចុច subscribe ហើយនិង follow ម្នាក់មួយបន្តិចទៀតទៅខ្ញុំនឹងហៅបងប្អូនទាំងអស់គ្នាដែលជា subscriber ហើយនិងជា follower មកលេង game ដើម្បីឈ្នះរង្វាន់ហើយសម្រាប់ top fan នឹងទទួលបានរង្វាន់ជាច្រើននៅថ្ងៃខាងមុខបន្តទៀតបងប្អូនឥឡូវថ្ងៃចាប់ផ្ដើមលិចម្ដងបន្តិចហើយទេសភាពនៅលើភ្នំបូកូនៅពេលដែលថ្ងៃរៀបលិចគឺពិតជាស្រស់ស្អាតមែនទែនដោយបងប្អូនបានឃើញចឹងគឺភីងដូចជា follower និង subscriber របស់ខ្ញុំចឹងបាទស្អាតដូចទេពអប្សរបងមិនដែលឃើញទេឥឡូវចូលដល់ពេលយប់ហើយពេលយប់គឺទឹកសើមគ្រប់កន្លែងបងប្អូនបើបងប្អូនយកកាមេរ៉ាទៅទូរស័ព្ទទៅ drone ទៅឬក៏បាសទៅអីហ្នឹងត្រូវទុកឲ្យស្រួលបួលបើមិនចឹងទេទឹកសើមចូលទឹកជោគតែឥឡូវយើងមកមើល chef ធ្វើម្ហូបទាំងអស់គ្នាខ្ញុំវិញនៅកំពុងតែអង្គុយប្រកាត់ខ្ជុងទម្រាំឆេះដល់កហើយម្នាក់ទៀតនៅចិត្តបន្លែទីតាមត្រង់បងប្អូនញ៉ាំបាយនៅតាមព្រៃគឺឆ្ងាញ់មែនតើម្ហូបអីក៏ដាក់ទៅឆ្ងាញ់យកតែម្ដងយើងឃ្លានខ្លាំងហើយស្អីក៏ឆ្ងាញ់ដែរដាក់ទៅហើយម្ហូបតំណងដែរដាក់មុនគេតែម្ដងទៅទៅកុំមកទៀតវីដេអូមុនមកម្នាក់ឯងឥឡូវមក3នាក់មិត្តភ័ក្តិចឹងមានអារម្មណ៍ថាសប្បាយបងប្អូនវាអត់ស្ងាត់ដូចលើកមុនមកមានគ្នាចឹងទី1យើងសុវត្ថិភាពទី2មានរឿងនិយាយគ្នារហូតអត់មានខ្វះរឿងនិយាយទេអ្នកទាំងអស់គ្នាឥឡូវយើងញ៉ាំបាយឆ្អែតរួចអស់ហើយ recommend to Mr. ណាធ្វើបានឆ្ងាញ់មែនតើបាទហើយឥឡូវយើងចាប់ផ្ដើមមកញ៉ាំប្រហិតម្ដងហើយ this video is not made for kids you know ក្តៅអូកប់សេរីបាទទៅតែនេះប្រឡាក់មែនឥឡូវរៀបចំដេកឲ្យបងប្អូនហើយបើទឹកអង្សើមហើយនឹងខ្យល់វិញគឺមកជាមួយគ្នាយប់ឡើងគឺទឹកអង្សើមដេកទៅដូចសទឹកពេញខ្លួនណាបងប្អូនឥឡូវដេកឲ្យតាមតាមត្រង់បងប្អូនដេកនៅលើភ្នំបូកូគឺដេកលក់ស្រួលមែនតើបិទភ្នែកទៅគឺដេកភ្លឹងម្ដងបាទងើបពីដេកព្រាមអ្វីដែលពួកយើងត្រូវធ្វើគឺទៅងូតទឹកបងប្អូនងូតទឹកម្ដងម្នាក់ទៅដោយសារបន្ទប់ទឹកសាធារណៈមាននៅជាប់កន្លែងហ្នឹងអញ្ចឹងណាឥឡូវគ្នាខ្ញុំហើយនឹងខ្ញុំងូតទឹករួចអស់ហើយអារម្មណ៍នៅក្នុងអាកាសធាតុត្រជាក់ហើយមានពន្លឺព្រះអាទិត្យរះចំអញ្ចឹងទៀតគឺស្រួលមែនតើគេដើរតែគេអាយយើងតែញ៉ាបានពីបីខែក៏ប្រែខ្យល់ចាប់ឥឡូវដល់ពេលប្រូណាក់ដាក់ទឹកឆុងមីឯបាទម្សិលមិញទិញមីនៅ7ដើម្បីយកមកឆុងញ៉ាំពេលព្រឹកហ្នឹងឯងបងប្អូនខ្ជិលធ្វើឲ្យញ៉ាំទៀតចឹងណាពេលព្រឹកឆុងតែមីទៅឆ្អែតហើយចាំពេលយើងជិះទៅផ្ទះវិញពេលថ្ងៃយើងជិះតាមផ្លូវចូលហាងញ៉ាំបាយយើងទៅឥឡូវចាប់ផ្ដើមហែកមីញ៉ាំរៀងខ្លួនហើយខ្ញុំសម្រាប់មីវិញមួយខែញ៉ាំតែ2-3ដងឯងបងប្អូនញ៉ាំញឹកពេកក៏អត់កើតដែរមួយទៀតសម្រាប់ខ្ញុំព្រឹកឡើងខ្វះមិនបានគឺកាហ្វេនឹងតែម្ដងបាទខ្ញុំផឹកកាហ្វេពេលព្រឹកដាក់កាហ្វេមួយកែវទៅគឺស្វាងតែម្ដងតែបើផឹកពេលយប់វិញគឺញ័រសាច់អត់ស្រួលខ្លួនវិញហើយនេះ chef របស់យើងស្វាហាប់មែនតែនបាទដាំទឹកផងអីផងឆុងមីឲ្យគេផងឥឡូវអត់មានអីត្រូវធ្វើច្រើនទេយើងមកញ៉ាំមីមកស្ដាប់សំឡេងទឹកមើលទេសភាពដ៏ស្រស់ស្អាតទាំងអស់គ្នាចឹងណាបន្ទាប់មកយើងរៀបចំទៅផ្ទះវិញឥឡូវយើងបាននាំគ្នាមកឡើងលេងលើកន្លែងស្ពានតែទឹកខ្ញុំភ្លេចប្រាប់បងប្អូនតាមពីយប់ទឹកហ្នឹងគឺយើងអាចលេងបានទេណាបងប្អូនបើបងប្អូនចង់ងូតទឹកបន្ទប់ទឹកគេមានអញ្ចឹងណាមួយវិញទៀតបើពុកម៉ែពូមីងបងប្អូនមានកូនតូចយកមកលេងលើកន្លែងស្ពានហ្នឹងគឺត្រូវមើលពួកគាត់ផងដោយសារខ្លាចពួកអីទឹកនេះមិនរាក់ទេបងប្អូនគឺជ្រៅមកគួរសមដែរតែសម្រាប់ពួកខ្ញុំអ្នកចេះហាលទឹកគឺអត់អីទេបងប្អូនមានតែចង់លេងទឹកហ្នឹងលើសដើមតែកាត់ឲ្យលេងដើម្បីសុវត្ថិភាពយើងទេហើយដើរកាត់លើស្ពានហ្នឹងគឺត្រជាក់មែនតើឥឡូវនេះគ្នាខ្ញុំប្រូណាក់ប្រយុទ្ធចាប់ផ្ដើមរៀបចំគ្នារៀបតង់រៀបអីទុកចឹងហើយដូចខ្ញុំនិយាយតាមពីវីដេអូមុនចឹងយើងទៅដល់កន្លែងណាយើងត្រូវតែស្អាតកន្លែងហ្នឹងបងប្អូនមិនថាទាំងសម្រាមយើងមិនថាទាំងសម្រាមគេបើឃើញនៅម្ដុំកន្លែងយើងហើយយើងរៀបចំយកបោះចោលដាក់ធុងសម្រាមទាំងអស់ហ្មងទៅហើយវីដេអូយើងបានជិតមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះខ្ញុំជឿថាបងប្អូនមិនចិត្តអាក្រក់ទេជួយចុច follow និងចុច subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូរបស់ខ្ញុំមុនគេនៅថ្ងៃក្រោយទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូសប្បាយៗ
ឲ្យបានច្រើនជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទហុកសៀនសូមជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាទបាយបាយ